អាយដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកទឹកចិត្តដល់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាមន្ត្រីរាជការឲ្យតាមដានការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈដើម្បីមានឱកាសក្លាយខ្លួនជាមន្ត្រីរាជការតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលដែលដឹកនាំនិងរៀបចំដោយក្រសួងមុខងារសាធារណៈការលើកឡើងដូចនេះធ្វើឡើងក្នុងឱកាសដែលអាយដាមឧបនាយករដ្ឋមន្ត្រីបានចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ Belty អន្តរជាតិចំនួន 2814 អង្គនាក់នាព្រឹកថ្ងៃទី 3 ខែតុលា ឆ្នាំ 2025 អាយដាមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាចាប់ពីឆ្នាំ 2023 រហូតមកដល់បច្ចុប្បន្នក្រសួងមុខងារសាធារណៈបានដឹកនាំនិងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន 50 លើករួចមកហើយក្នុងពេលខាងមុខនេះនឹងមានការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារនៅក្នុងក្រសួងយុទ្ធភ័ពនិងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរការប្រឡងប្រជែងចាប់ពីអាណត្តិទី 7 មកសម្ដេចមហាបវរធិបតីបានចង្អុលឲ្យក្រសួងមុខងារសាធារណៈដឹកនាំនិងរៀបចំការប្រឡងប្រជែងដោយសហការជាមួយក្រសួងសម័យនិងអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើបេក្ខជនមានលក្ខណៈសម្បត្តិនិងលក្ខខណ្ឌគ្រប់គ្រាន់ព្រមទាំងសមត្ថភាពគ្រប់គ្រាន់សូមនិមន្តនិងអញ្ជើញចូលរួមប្រឡងប្រជែងឲ្យបានគ្រប់គ្នាទន្ទឹមនេះផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញលម្អិតអំពីដំណើរការប្រឡងប្រជែងចាប់ពីការជូនដំណឹងទទួលពាក្យដំណើរការប្រឡងប្រជែងទាំងដំណើរការតាក់តែងវិញ្ញាសានៅព្រឹកថ្ងៃប្រឡងប្រជែងតែម្ដងរហូតដល់ថ្ងៃប្រកាសលទ្ធផលពិសេសបេក្ខជនអាចស្នើសុំពិនិត្យសញ្ញាកិច្ចការរបស់ខ្លួនក្រោយពីការប្រកាសលទ្ធផលរយៈពេល 7 ថ្ងៃដើម្បីឲ្យការប្រឡងស្របតាមប្រសាសន៍របស់សម្ដេចធិបតីជប់ដោយមោទនៈធ្លាក់ដោយអស់ចិត្តរាល់សកម្មភាពនៃដំណើរការប្រឡងប្រជែងទាំងអស់ស្ថិតក្រោមការពិនិត្យនិងតាមដានជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយនិងអង្គភាពពាក់ព័ន្ធផងដែរជារួមប្រសិនបើបងប្អូនទាំងអស់គ្នាមានបំណងប្រាថ្នាចង់ក្លាយជាមន្ត្រីរាជការស៊ីវិលនិងមានការបើកឲ្យមានការប្រឡងប្រជែងសូមឲ្យចូលរួមប្រឡងប្រជែងដើម្បីធ្វើជាមន្ត្រីរាជការព្រោះថាការរៀបចំប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការគឺដើម្បីជ្រើសរើសអ្នកចេះពិតប្រាកដនិងមានឆន្ទៈជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលឯកឧត្តមបានគូបញ្ជាក់បន្ថែមលើពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសំណូមពរដល់និស្សិតទាំងអស់សូមសិក្សាស្វែងយល់ពីប្រទេសជាតិយើងនិងកែច្នៃអ្វីដែលជាមេរៀនដែលយើងធ្លាប់បានឆ្លងកាត់คล้ายទៅជាកម្លាំងចិត្តមួយក្នុងការចូលរួមកសាងជាតិឯកឧត្តមក៏បានបង្ហាញទស្សនៈប្រកបដោយភាពជឿជាក់ទៅកាន់និស្សិតទាំងអស់ថាអនាគតរបស់កម្ពុជានឹងរឹតតែប្រសើរឡើងជាងនេះដោយសារមានបងប្អូនទាំងអស់គ្នាដែលនាំមកនូវភាពជោគជ័យជូនជាតិមាតុភូមិកម្ពុជាតារា Cambodia News